នេះគឺជាការ៉េមធ្វើអំពី liquid nitrogen បាទជាទឹកតែត្រជាក់បំផុតតែចាក់ចូលក្នុងម្សៅការ៉េមហ្នឹងទៅធ្វើឲ្យវាខ្លាយជាការ៉េមបាទថ្ងៃនេះខ្ញុំមកនូបកាហ្វេក្បែរវិមានឯករាជ្យតែកូនគាត់ណែនាំមកថាមានការ៉េមមួយឆ្ងាញ់ហើយការធ្វើវាដូចអ្នកវិទ្យាសាស្ត្រគីមីអញ្ចឹងណាបាទតាមពិត liquid nitrogen ហ្នឹងគឺវាអត់ប៉ះពាល់អីទេវាគ្រាន់តែជាចំហាយត្រជាក់ហើយយើងបានសាកល្បងធ្វើការ៉េមខ្លួនឯងថ្ងៃនេះធ្លាប់តែឃើញតាមទូរទស្សន៍បាទនៅប្រទេសទំនើបប្រទេសគេហ្នឹងគេមានអាការ៉េមហ្នឹងបាទហើយតែញ៉ាំម្ដងវាថ្លៃឥឡូវមាននៅស្រុកខ្មែរមិនទៅស្រុកគេទេបាទអញ្ចឹងសូមរៀនធ្វើគេរៀនគ្រប់គ្រងម៉ាស៊ីនដាក់លេខលឿនលេខយឺតឲ្យដូចលេខឡានអញ្ចឹងណាបាទហើយគេបង្រៀនឲ្យចេះចាក់ liquid nitrogen ហ្នឹងកម្រិតបន្តិចម្ដងដើម្បីឲ្យការ៉េមនៅខាងក្នុងហ្នឹងវាកកបានល្អបាទហើយបើគេប្រកែគេចាក់ liquid nitrogen ហ្នឹងនឹងដៃគេធ្វើបានលឿនហើយខ្ញុំនេះថ្ងៃទី1អញ្ចឹងចាក់ទៅវាមិនសប់ដៃអញ្ចឹងវាកកអត់ទាន់គ្រប់គ្រាន់ធ្វើឲ្យយូរអង្គុយតែអរគុណដែរអ្នកណែនាំនឹងគាត់ឲ្យថតផងហើយគាត់មានការអត់ធ្មត់នៅក្នុងការជួយបង្ហាញផ្លូវយើងធ្វើណាបាទអាចទៀតដូចអាជីពមកធ្វើអ្នកធ្វើការ៉េមផងខ្ញុំមិនដឹងដែរចឹងបើសិនជាប្រិយមិត្តចង់រក្សាអាការ៉េមអីទំនើបប្រើសារ liquid nitrogen នេះដូចអ្នកវិទ្យាសាស្ត្រអីចឹងនេះមកហាងនូបកាហ្វេនៅក្បែរវាមានឯករាជ្យនៅបឹងកេងកងយើងទេហ្នឹងហើយបើមកពពោះខ្ញុំមកផងសាកការ៉េមគេអត់ទាន់អស់គ្រប់រសជាតិផង